Okបងប្អូនលើយើងធ្វើដំណើរនៅលើផ្លូវជាតិ5ចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តបៃលិនទាំងអស់គ្នាបងប្អូនអូខេកន្លែងនេះយើងមកដល់ទឹកដីខេត្តកំពង់ឆ្នាំងហើយទឹកដីខេត្តកំពង់ឆ្នាំងយើងមានរូបក្អមណាពេលយើងចូលមកដល់ទឹកដីខេត្តកំពង់ឆ្នាំងយើងនឹងឃើញរង្វង់មូលរូបក្អមនឹងស្ដាំដៃនេះរង្វង់មូលណាបងប្អូនចឹងដល់កន្លែងនេះយើងជិះតាមផ្លូវកវ៉ាត់ក្រុងរួចហើយយើងនឹងដល់ច្រកចេញនៃកវ៉ាត់ក្រុងទៅដល់រង្វង់មូលរូបស្រីមនុស្សស្រីកាន់ក្អមវិញម្ដងអូខេឥឡូវយើងបានបន្តដំណើរមកដល់ទឹកដីខេត្តពោធិ៍សាត់ហើយបន្ទាប់ពីកំពង់ឆ្នាំងទឹកដីខេត្តពោធិ៍សាត់បងប្អូនហើយទៅនេះដែរគឺយើងចូលមកដល់ទឹកដីខេត្តបាត់ដំបងមកដល់ខេត្តបាត់ដំបងយើងចូលចាក់សាំងបន្តិចសិនហើយនឹងសម្រាប់បន្តិចបន្តួចចាំយើងបន្តដំណើរទៅមុខទៀតនឹងហើយបងប្អូនឥឡូវយើងបន្តដំណើរមកមុខទៀតហើយដល់ចំណុចនេះយើងត្រូវបត់ឆ្វេងគេនឹងដាក់ផ្លាកប្រាប់ផ្លូវយើងឲ្យបត់ឆ្វេងទៅកាន់ខេត្តបៃលិនតែម្ដងឥឡូវយើងចាប់ផ្ដើមបត់ឆ្វេងទៅហើយទៅកាន់ខេត្តបៃលិនឥឡូវយើងមកដល់ទីរួមខេត្តបៃលិនហើយខ្ញុំក៏សុំខាវីដេអូបន្តិចដែរបន្ទាប់ពីយើងមកដល់ខេត្តបៃលិនយើងនឹងចូលមកដល់រង្វង់មូលវិមានឯករាជ្យនៅខាងមុខនោះគឺជារង្វង់មូលវិមានឯករាជ្យហើយអញ្ចឹងយើងក៏រកកន្លែងសម្រាប់ដើម្បីរងចាំថតវីដេអូថ្ងៃលិចជូនបងប្អូនទស្សនាទាំងអស់គ្នាចង់ដឹងថាតើថ្ងៃលិចនៅខេត្តបៃលិនវាស្អាតចឹងណាអញ្ចឹងយើងសូមសម្រាប់តិចសិនចាំជួបគ្នានៅបន្តិចទៀតនេះអូខេបន្ទាប់ពីយើងសម្រាប់រួចហើយឥឡូវយើងបានមកដល់ទីតាំងដើម្បីត្រៀមចាំថតថ្ងៃលិចជូនបងប្អូនទស្សនាទាំងអស់គ្នាហើយដូចបងប្អូនបានឃើញស្រាប់ហើយទីនេះគឺមានចំការពោតណាមានចំការពោតរបស់បងប្អូនប្រជាពលរដ្ឋធ្វើការដាំដុះនេះគឺជាផ្លូវលំចូលភូមិទូចមួយទេហើយមានដាំពោតសងខាងផ្លូវណាហើយត្រង់ចំណុចនេះគឺជាចំណុចនៃថ្ងៃលិចដែលយើងនឹងថតឲ្យបងប្អូនទស្សនាទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលយូរអញ្ចឹងតោះបងប្អូនទៅទស្សនាទាំងអស់គ្នា